ឥឡូវចូលត្រីកោណវាមកតម្រង់ទៀតមុនហ្នឹងវាផបោកឥឡូវផដកប៉ុន្តែពីបែងមាន x ឥឡូវវាអត់មាន x ទេនេះស៊ីនទាំងអស់ហ្មងនឹងធ្វើម៉េចចឹងមានអីដំបូងយើងរករៀងសិន0លើ0ណាចឹងដោយសារតែវាអត់មាន x ទេចឹងសំខាន់គឺវាត្រូវការភាគបែង x ឬក៏ភាគយក x ចឹងឥឡូវហ្នឹងគឺមានអីគឺយើងចែកវាសិនហ្នឹងបើវាចូលតម្រង់ចឹងយើងចែក x លើក្រោមចឹងមានថាឥឡូវចែក x អាក្រោមក៏ចែក x ដែរស៊ីន 4x ចែកជាមួយនឹង x ដល់ស៊ីន x ចែកជាមួយនឹង x អាក្រោមក៏ចែកជាមួយនឹង x ដូចគ្នាចឹងគ្រូនិយាយចឹងបើយើងចែកនឹងប្រមាណយើងចែកនឹងប៉ុណ្ណឹងទាំងអស់មកកុំឲ្យវាអត់ស្មើគ្នាអូខេតោះឥឡូវហ្នឹងគឺយើងអាចថែមថយតាមជាក់ស្ដែងបានចឹងដូចភាគបែងអញ្ចឹងអានេះមាន 2x អញ្ចឹងអាក្រោមក៏យើងត្រូវការ 2x ដែរអញ្ចឹងអាចថែមបានអញ្ចឹងថែម 2 ទៅអានេះក៏ត្រូវការគុណថែម 2 វិញអានេះស៊ីន 4x ដើមនេះគឺ x អញ្ចឹងថែម 4 អញ្ចឹងយើងត្រូវការគុណ 4 វិញមកសញ្ញាទុកធម្មតាដកហើយនោះមិនបាច់ទេដោយសារតែវាមានស៊ីន x លើ x ឯងមិនបាច់ថែមអីទៀតថែមក៏លើសទេអូខេអញ្ចឹងយើងអាចមើលឃើញបានហើយនេះអាប៉ុណ្នេះអាប្រភេទហ្នឹងគឺស្មើនឹង1អាប្រភេទនេះក៏1អាប្រភេទនេះក៏1អញ្ចឹងចម្លើយវាស្មើជាមួយនឹង1គុណឲ្យ4ដក1នៅលើ1គុណ2អញ្ចឹង4ម្ដង4 4ដក1ចេះ3ក្រោម2អញ្ចឹងនេះជាចម្លើយ